បាទខ្ញុំបាទសូមគោរពជំរាបសួរអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់ជាទីមេត្រីដែលរៀននៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តក្រចេះខ្ញុំបាទឈ្មោះជាឌឿនជានិស្សិតចំនួនទី18ផ្នែកអក្សរសាស្ត្រខ្មែរឆ្នាំទី2ហើយនេះខ្ញុំសូមអានរឿងខ្លីមួយដែលមានចំណងជើងថាមនុស្ស2នាក់នៅផ្ទះជិតគ្នាដែលជាកិច្ចការដែលលោកគ្រូបានដាក់ឲ្យខ្ញុំអានរឿងនេះបាទរឿងនេះមានដំណើរសាច់រឿងដូចតទៅកាលពីព្រេងនេះមានមនុស្ស2នាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៅទាំងពីរនាក់នោះបានបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចាកចេញទៅលុះទៅដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយនិយាយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សัตว์ចំណាំតែមុខស៊ីផ្លែឈើនេះអ្នកមួយទៀតថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សัตว์នឹងដឹងនិយាយគ្នារួចអ្នកទាំងពីរនេះនោះក៏រៀបចំដាក់អន្ទាក់ឲ្យបានរួចរាល់ហើយក៏បាននាំគ្នាវិលត្រឡប់ទៅគេហដ្ឋានវិញរៀងខ្លួនចំណែកឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលត្រឡប់ទៅដល់គេហដ្ឋានវិញយប់នោះក៏គិតគ្នាពីអ្នកប្តីប្រពន្ធថាតាំងពីជីដូនជីតាមកមិនដែលឮថាអ្នកណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅលើដីនោះទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើដូចម្ដេចនឹងបានសត្វដូច្នេះអញត្រូវតែភ្ញាក់ពីព្រឹកពេលមន់រងាវទៅមើលបើអញឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញនៅលើចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វនោះទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកើតក្តីគង់តែទៅដល់សុភាសេកជាមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយក៏ចូលទៅដេកលុះដល់មន់រងាវក៏នាំគ្នាភ្ញាក់លុបលៀងមុខស៊ីស្លាមលូហើយចេញពីផ្ទះដើរទៅដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីនោះដោយធម្មតាហើយក៏ប្រញាប់វិលទៅរកផ្ទះរបស់ខ្លួនវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់ជាមួយគ្នាអ្នកមួយនោះឆ្លើយថាកុំរលះរលាំងថ្វីអន្ទាក់ខ្ញុំមិនសង្ឃឹមទេបិទនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះទេដែលអាចខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកដាក់អន្ទាក់នៅលើដីទៀបគល់ឈើនោះបិទដឹងការមុនហើយអ្នកទាំងពីរនិយាយហើយក៏នាំគ្នាចុះចេញពីផ្ទះនាំគ្នាទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅចុងឈើជាប់សត្វទៅវិញចៅដែលជាអន្ទាក់នៅចុងឈើណោះមើលមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ណោះហើយឡើងទៅដោះយកសត្វនាំគ្នាវិលត្រឡប់ទៅផ្ទះហើយក៏លាគ្នាទៅផ្ទះរៀងខ្លួនឯចៅដែលបានក្តាន់ក៏ប្រញាប់ប្រញាល់ជូនសាច់ទៅសុភាសេកហើយជម្រាបថា
ខ្ញុំហើយនឹងចៅមួយនោះបានដាក់អន្ទាក់ជាមួយគ្នាផងខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវាចក្តីនេះក៏គង់តែដល់លោកដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីនោះខ្ញុំឈ្នះចោះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសេកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកមលូស្លាឲ្យឆាប់មកឲ្យតាន់ព្រឹកនេះបើវាប្តឹងអញបង្គាប់អញ្ចឹងដែរបើវាមិនតាន់បើវាយកមកមិនតាន់អញនឹងកាត់សេចក្តីឲ្យចាញ់បានដោយងាយឯងប្រញាប់ទៅរកចុះឯអ្នកដែលដាក់អន្ទាក់នៅគល់ឈើលុះវិលត្រឡប់មកដល់ផ្ទះដង្ហើមតូចធំមិនសុខចិត្តក៏កើតសេចក្តីប្តឹងសុភាសេកសុភាសេកក៏បង្គាប់សេចក្តីដូចចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកចាក់ដើររកទិញអីវ៉ាន់ពុំបានភ័យក្រៃលែងខ្លាចខ្លួនចាញ់គេហើយគេយកទុកបីផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយឃើញនៅនោះក៏ស្រែកសួរថាហើយតើអ្នកមានរឿងអ្វីបានជារត់ប្រហេបប្រហោបយ៉ាងដូចនេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតជួយដោះទុកខ្ញុំផងត្បិតខ្ញុំនឹងអ្នកដាក់អន្ទាក់ជាមួយគ្នាខ្ញុំដាក់នៅគល់គេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់ជាប់នៅនឹងដីសัตว์បែរជាជាប់នៅចុងឈើជាប់ក្តាន់មួយទៅវិញខ្ញុំមិនសុខចិត្តបានជាយកសេចក្តីប្តឹងទៅសុភាសេកគេថាអ្នកណាយកអីវ៉ាន់ដល់មុនអ្នកនោះឈ្នះហេតុនេះហើយបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងចុះសុភាទន្សាយឆ្លើយថាហើយកុំភ័យចាំរសៀលខ្ញុំនឹងនាំទៅចៅនោះក៏លុះដល់ថ្ងៃរសៀលសុភាទន្សាយក៏ទៅដល់ផ្ទះសុភាសេកស្រែកសួរថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទន្សាយឆ្លើយថាយើងខ្ញុំបានជាយូរយ៉ាងនេះពីព្រោះអាល័យតែមើលត្រីក្រាញ់ឡើងឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទន្សាយនិយាយឆ្លើយថាពីជីដូនជីតាពីម៉ែពីឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់សัตว์នៅចុងឈើទៅវិញហើយសัตว์នោះជាសัตว์ជើង4ផងដែលឮដែរឬទេលោកអ្នកស្រុកពេលនោះសុភាសេកនៅស្ងៀមមិនហ៊ានតបស្ដីសុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅនឹងដីឈ្នះឯសុភាសេកដែលអង្គុយជាសុភានោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកល្មមជំនូនសាច់ក្តាន់ក៏នៅស្ងៀមបែរមុខទៅជាប់នឹងជញ្ជាំងដូចជាឆ្មាលបកណ្ដុរដូច្នោះបាទរឿងនេះគឺមានសេចក្តីមួយដែលជាទស្សនៈគឺលោភឥតខ្មាស់វិនាសច្បាប់បាទសូមអរគុណរឿងនេះបានបញ្ចប់ត្រឹមប៉ុណ្ណេះ